ពេលឃើញបងស្រីរៀបការមានគ្រូសាថ្មីនាងស្រីយំសោកសង្រេងណាស់បងរៀបការហើយខ្ញុំធ្វើម៉េចទៅចង់នៅជាមួយបងជានិច្ចនាងក៏ប្រើគ្រប់មធ្យោបាយរៀបការជាមួយប្អូនប្រុសគ្រាន់តែចង់នៅជាមួយបងស្រីឲ្យមានសុភមង្គលបើបងស្រីលែងបងថ្លៃនាងក៏គាំទ្របងលែងតាមបងដែរខ្ញុំឲ្យមេធាវីយកកិច្ចសន្យាលែងលះមកទៅខ្ចប់របស់របរទៅព្រោះនាងជឿជាក់រឿងមួយនៅជាមួយបងសុភមង្គលធំឡើងក្នុងមណ្ឌលកុមារកំព្រាបងស្រីគឺជាអ្នកការពារជីវិតនាងបងស្រីតែងថាអ្នកណាហ៊ានធ្វើបាបខ្ញុំមិនទុកឲ្យរួចទេពាក្យសន្យានេះដូចពន្លឺថ្ងៃកក់ក្ដៅចាំងចូលក្នុងចិត្តនាងជានិច្ចដើម្បីនៅជាមួយបងស្រីនាងឆ្លាតរៀនលោតពីថ្នាក់ចូលសាកលវិទ្យាល័យដូចបងក្រោយរៀនចប់បងស្រីបើកក្រុមហ៊ុនរចនាហើយរៀបការជាមួយអ្នកវិនិយោគគិតថាបងរៀបការហើយត្រូវបែកគ្នានាងឈឺចាប់ខ្លាំងណាស់យំសោកយ៉ាងខ្លាំងក្នុងនាមជាអ្នកស្រឡាញ់បងខ្លាំងនាងមានគំនិតតែមួយបងណែណានាងនៅទីនោះដើម្បីនៅជាមួយបងជានិច្ចគិតច្រើនណាស់នាងក៏សម្លឹងមើលប្អូនប្រុសបងថ្លៃហើយក៏ចាប់ផ្ដើមផែនការបន្លំគ្រោះថ្នាក់នាងមើលពេលវេលាល្អតិចពីមុខឡានដែលឈប់ហើយស្រែកយំខ្លាំងឈឺណាស់នាងស្រីឯងមកបន្លំគ្រោះថ្នាក់ឬបងស្រីសំឡេងក៏មកពេលនោះទើបដឹងនាងដែលយំគឺប្អូនស្រីប្រពន្ធបងនាងឃើញបងស្រីក៏យំប្រាប់ភ្លាមបងដៃខ្ញុំឈឺដៃឈឺជើងក៏ឈឺខ្ញុំឈឺគ្រប់កន្លែងបងស្រីអាណិតណាស់ក៏ចង់ការពារប្អូនភ្លាមខ្ញុំសុំពន្យល់ឡានឈប់យូរហើយតែស្រីនោះថាបងពីទេដែលបុកគាត់ទាមទារឲ្យបងពីទៅសារបងស្រីដាស់តឿនបងពីក៏នាំស្រីនោះទៅមន្ទីរពេទ្យនៅលើឡានបងពីសួរថាថ្ងៃនេះឯងធ្វើរឿងនេះមានគោលបំណងអីខ្ញុំមានបំណងរៀបការជាមួយអ្នកចម្លើយត្រង់នេះធ្វើឲ្យបងពីភ្ញាក់ផ្អើលមើលស្រីតូចម្នាក់នេះដែលពោពេញដោយគំនិតបងពីក៏ចាប់ផ្ដើមមានអារម្មណ៍រញ៉េញ៉ៃក្រោយពីរឿងរ៉ាវចប់អ្នកទាំងពីរក៏ទៅចុះឈ្មោះរៀបការថាពីនេះទៅបាននៅជាមួយបងស្រីរាល់ថ្ងៃស្រីនោះសប្បាយចិត្តញឹមមិនឈប់រៀបការជាមួយខ្ញុំសប្បាយចិត្តម្លេះទេសប្បាយចិត្តទៅផ្ទះដាក់ត្រង់នេះខុសហើយដាក់ត្រង់នេះតែយប់នោះស្រីនោះទាមទារចង់ទៅនៅជាមួយបងស្រីបងពីមិនព្រមទាល់តែសោះគិតថាមិនសមរម្យស្រីនោះក៏ប្រើល្បិចចុងក្រោយគំរាមមិនឲ្យបងពីចូលគេងទីបំផុតបងពីក៏ត្រូវតែព្រមយកព្រមទៅនៅផ្ទះបងធំយប់រៀបការស្រីនោះអបជើងបងស្រីនិយាយថាយប់រៀបការមិនសំខាន់ទេខ្ញុំចង់គេងជាមួយបងស្រីការស្នើសុំដេកដាច់ពីគ្នាបែបនេះធ្វើឲ្យបងប្រុសទាំងពីរងឿងឆ្ងល់ក៏ត្រូវតែទុកឲ្យបងស្រីទាំងពីរធ្វើតាមក្រោយរៀបការស្រីនោះបានជីវិតដូចសុបិនរាល់ថ្ងៃស្រួលមិនបាច់ធ្វើអីហើយបានលុយហោប៉ៅពីបងស្រីទៀតបងថ្លៃម្នាក់រកលុយចិញ្ចឹមគ្រួសារទាំងមូលមួយជីវិតនេះធ្វើជាមាសអីមានតម្លៃទេតែសុភមង្គលមិនយូរប៉ុន្មានថ្ងៃមួយបងស្រីឃើញក្នុងព័ត៌មានថាទៅកន្លែងសាធារណៈជាមួយស្រីម្នាក់បន្ទាប់មកទទួលសារប្រជែងពីស្រីនោះបងស្រីដែលមិនអត់ធ្មត់នឹងរឿងបែបសម្រាប់ចិត្តលែងលះភ្លាមនាងទៅរកប្អូនស្រីថាប្តីខ្ញុំមានអ្នកផ្សេងខ្ញុំចង់លែងលះឯងលែងលះរត់ស្រីល្អសម្រាប់ចិត្តទៅជាមួយបងស្រីខ្ចប់អីវ៉ាន់ភ្លាមរួចរៀបចំផ្លាស់ទីបងប្រុសឯងមានស្នេហាថ្មីបងស្រីខ្ញុំចង់លែងលះអញ្ចឹងមិនដែរបងស្រីខ្ញុំលែងលះខ្ញុំក៏ដូចគ្នាធ្វើឲ្យបងប្រុសទី2ខឹងខ្លាំងដើម្បីបដូរគំនិតប្រពន្ធគាត់ចាប់ស្រីនោះដាក់លើគ្រែបង្រៀនមួយដំណាក់រហូតដល់ស្រីនោះទន់ចិត្តនៅលែងលះទៀតទេខ្ញុំមិនលែងលះទេតាស៊ុយអីមិនលែងលះទេខ្ញុំថាហើយថាមិនលែងលះឃើញប្រពន្ធនិយាយមិនពិតបងប្រុសទី2ខឹងជាងលែងលះត្រូវតែលែងខ្ញុំស្ទើរតែស្លាប់ព្រឹកថ្ងៃបន្ទាប់ស្រីនោះដើរចុះមកក្រោមដោយហត់នឿយសួរបងស្រីថាបងថ្លៃមានស្នេហាថ្មីមែនទេបងស្រីនឹកឃើញរឿងអាក្រក់ទាំងនោះនឹងសារប្រជែងពីស្រីនោះចុះហត្ថលេខាលើកិច្ចសន្យាលែងលះដោយមិនស្ទាក់ស្ទើរស្រីនោះនឹកឃើញការសន្យាកាលពីយប់ចុះហត្ថលេខារួចប្រញាប់ប្រាប់បងស្រីឲ្យទៅក្រែងបងប្រុសទី2មកវិញមិនរួចអ្នកគ្រប់គ្រងឃើញស្រីទាំងពីរនឹងចាក់ចេញមានអារម្មណ៍ថាមេក្រឡុំបងប្រុសទី2មិនដឹងរឿងត្រឡប់ឃើញទឹកមុខអ្នកគ្រប់គ្រងមិនអាចទ្រាំបានក៏សួរប្រពន្ធឯងរត់ទៅជាមួយអ្នកផ្សេងនៅតែមានមុខមើលរឿងរហូតដល់អ្នកគ្រប់គ្រងមើលទៅលើបងប្រុសទី2ទើបដឹងថាមានរឿងមិនមែនប្រពន្ធខ្ញុំរត់ទៅហើយទេគាត់រត់ឡើងលើឃើញបន្ទប់ទេទើបដឹងថាប្រពន្ធថ្មីបាត់ខ្លួនហើយថ្មីម្ខាងទៀតបងស្រីទាំងពីរចាប់ផ្ដើមជីវិតថ្មីបងស្រីនៅតែជាអ្នកស្រឡាញ់ប្អូនខ្លាំងអាគារមួយជាន់ទាំងមូលម្នាក់មួយបន្ទប់ងាយស្រួលទៅលេងថាប្អូនមិនចូលចិត្តធ្វើការរចនាបងស្រីបើកភោជនីយដ្ឋានឲ្យប្អូនធ្វើជាម្ចាស់បរោះមិនអាចទុកចិត្តបានទេទុកចិត្តអ្នកដទៃមិនស្មើទុកចិត្តខ្លួនឯងទុកចិត្តខ្ញុំទុកចិត្តឯងញ៉ាំយឺតខ្ញុំមានកិច្ចប្រជុំបន្តិចទៀតអូខេកុំបារម្ភខ្ញុំនឹងគ្រប់គ្រងភោជនីយដ្ឋាននេះឲ្យបានល្អដើម្បីផ្សព្វផ្សាយភោជនីយដ្ឋាននាងចាប់ផ្ដើមថតញ៉ាំអាហារមិននឹកស្មានថានឹងល្បីភ្លាមទូរស័ព្ទកក់ទៅរហូតតែនេះក៏បញ្ចេញទីតាំងគេប្រុសទី2ដែលកំពុងរកប្រពន្ធឃើញគេតាមផ្សាយផ្ទាល់នាងកំពុងថតផ្សាយផ្ទាល់ស្លេកស្លាំងទៅហើយអស់លេងហើយអត់សង្ឃឹមទេវារកខ្ញុំឃើញហើយប្រុសទី2គំរាមបើឯងរត់ទៀតខ្ញុំនឹងចាក់សោឯងក្នុងផ្ទះមិនឲ្យចេញទៅណាទេអ្នកណាហ៊ានឲ្យឯងហ៊ានចាក់សោប្អូនស្រីខ្ញុំបងស្រីឆ្លើយតបយ៉ាងមើលរួចក៏នាំប្អូនស្រីចេញទៅយ៉ាងស្រួលឲ្យប្រុសទី2ឈរជន់ជើងក្រោតយប់នោះប្រុសទី2ផឹកស្រវឹងនៅផ្ទះ
បងប្រុសធំត្រឡប់មកពីក្រៅប្រទេសប្រុសទី2ចោតបងភ្លាមទាំងអស់នេះដោយសារបងធ្វើឲ្យប្រពន្ធខ្ញុំរត់បាត់បងលួចស្នេហ៍ក៏មិនប្រយ័ត្នបើប្រពន្ធបងដឹងគង់តែលេងលេះហើយធ្វើឲ្យប្រពន្ធខ្ញុំលេងដែរបងសងខ្ញុំបងប្រុសធំមើលមុខខ្ញុំមិនបានធ្វើអីខុសនឹងប្រពន្ធឯងទេនោះគ្រាន់តែជាអាហារពេលល្ងាចធុរកិច្ចមានអតីតមិត្តស្រីខ្ញុំមិនបាននិយាយជាមួយនាងប្រុសទី2ដឹងថានេះគ្រាន់តែជាការយល់ច្រឡំដំបូងសប្បាយចិត្តតែក្រោយមកក៏ធ្លាក់ទឹកចិត្តព្រោះបងស្រីទាំងពីរបានភ្លុកគេហើយនៅពេលសំខាន់បងប្រុសធំនឹកឃើញធ្លាប់ដំឡើងកម្មវិធីតាមដានក្នុងទូរស័ព្ទតាមទីតាំងបងប្អូនទាំងពីរចេញទៅរកប្រពន្ធភ្លាមក្នុងពេលជាមួយបងស្រីចង់ឲ្យប្អូនភ្លេចប្រុសទី2ក៏នាំទៅកន្លែងកំសាន្តលំដាប់ហើយប្រុសស្អាតមកអង្គុយជាមួយនាងអង្គុយមិនស្រួលចង់បដិសេធតែគិតថានេះជាចិត្តបងស្រីហើយក៏គិតថាលុយចំណាយហើយមិនចង់ឲ្យខាតចំណាយលុយហើយមិនយកផលចំណេញទេអត់ប្រយោជន៍បងឲ្យសាច់ដុំពោះនេះល្អទេចេញទៅអើយកុំទៅណាអីលុយដែលសន្សំទុកអស់ហើយចាំស៊ីនអញហ៊ានណាស់ខ្ញុំនៅទីនេះទេមើលអ្នកណាខ្ញុំមិនបានមើលអ្នកណាទេអញគិតថាខ្ញុំខ្វាក់ឬទើបតែដៃអញទៅប៉ះកន្លែងណាអញមិនដឹងថាមេឃដីជាអីទេស្រាប់ការឆ្ងាញ់ម្លេះហេតុអីខ្ញុំមិនទាន់បានផឹកអញចង់ផឹកមែនអត់ទេខ្ញុំអត់មើលមកខ្ញុំចៃដន្យណាស់អញ្ចឹងឲ្យអញប៉ះឲ្យឆ្អែតខ្ញុំមិនចូលចិត្តទេខ្ញុំមិនព្រមទេមិនចូលចិត្តប៉ះឬមិនចូលចិត្តឆ្មានិយាយមកខ្ញុំខ្វះត្រង់ណាបើមិននិយាយទេកុំគិតថាចេញទៅណាជើស៊ីឲ្យអញធ្វើអីក្រោកឡើងឥឡូវដឹងខ្លាចហើយក៏ដូចគ្នាមើលទៅខ្ញុំត្រូវចាក់សោឯងតែអញទៅណាក៏មិនរួចអញហ៊ានចាក់សោខ្ញុំយ៉ាងណាក៏បងស្រីខ្ញុំមិនទុកអញទេលើកនេះមកស្រុកវិញខ្ញុំត្រូវដណ្ដើមយកអ្វីដែលជារបស់ខ្ញុំមកវិញចាំភ្លុកខ្ញុំទៀតប្រកាសជាចាន់យ៉ាន់ស្រីអាក្រក់នោះហើយអញ្ចឹងកុំបន្ទោសខ្ញុំថាមិនគួរសងញ៉ាំមីងខ្ញុំទៅមកដល់ស្រុកវិញមីងទំនេរទេខ្ញុំចង់អញ្ជើញមីងទៅញ៉ាំបាយបាទចាំខ្ញុំរងចាំមីងមានតែសម្បត្តិអាពីពិពាតែនៅក្នុងគ្រួសារចៅមិនអាចឈរជើងបានទេយើងនឹងឃើញគ្នាមីងនេះជាអំណោយពីបរទេសដែលខ្ញុំយកមកថ្វាយមីងសំនឹងរូបមីងណាស់អញមកវិញល្អហើយយកអំណោយមកធ្វើអីអញមកវិញធ្វើការស៊ីជេងដឹងទេឆ្នាំនោះខ្ញុំជ្រើសរើសទៅបរទេសអាជេងប្រហែលនៅចាំតាមពិតក្នុងចិត្តស៊ីជេងនៅចាំឯងបើមិនអញ្ចឹងទេគាត់ក៏មិនរៀបការជាមួយស្រីដែលដូចអ្នកដែរពិតមែនទេតែអាជេងរៀបការហើយឥឡូវរៀបការហើយអីឮថាគេកំពុងលេងលេះគ្នាហើយយូអនាគតស៊ីជេងត្រូវតែផ្ដោតលើអាជីវកម្មគ្រួសារអ្នកជាអ្នកសមរម្យបំផុតសម្រាប់រៀបការភ្ជាប់គ្រួសារពូមូការពិតខ្ញុំក៏មិនដែលភ្លេចអាជេងដែរអ្នកឆ្លាតហើយឯករាជ្យគ្រាន់តែអភិវឌ្ឍអាជីវកម្មខ្លួនឯងក្នុងស្រុកប្រកាសជាឈ្នះចិត្តគ្រូនិងសិស្សវិញម៉ាកយីហោប្រណិតរបស់ក្រុមហ៊ុនចៅប៉ុន្មានថ្ងៃទៀតនឹងចូលរួមដេញថ្លៃអ្នកយកគម្រោងនេះឲ្យបានពេលនោះស៊ីជេងប្រកាសជាគោរពអ្នកអរគុណមីងខ្ញុំនឹងឈ្នះការដេញថ្លៃឲ្យបានការយល់ច្រឡំរឿងក្បត់ត្រូវបានដោះស្រាយហើយតែអ្នកគ្មានគំនិតមិនមែនមានន័យថាអ្នកដទៃគ្មានទេសម្អាតផ្កាក្រៅផ្ទះទាំងអស់ឲ្យអស់បើធ្វើឲ្យភ្នែកខ្ញុំខ្វាក់ទៀតខ្ញុំមិនខ្វល់បដូរអ្នកភ្លាមទេសម្ដីប្រពន្ធខ្ញុំសន្យាថាលែងមានរឿងបែបនេះទៀត
កិច្ចសន្យាលែងលេះនេះខ្ញុំនឹងជៀនស៊ីនទុកជាមុនមើលការសម្ដែងរបស់បងប្អូនទាំងពីររត់ទៅកំពុងគិតថាត្រូវលេងលេះឬអត់បាទសម្ដីប្រពន្ធអីបានល្អខ្ញុំជាអ្នកគ្មានទោសបំផុតនឹងសម្រេចហើយខ្ញុំធ្លាប់ឃើញអ្នកបោកឪពុកមិនដែលឃើញអ្នកបោកឪពុកបែបនេះទេខ្ញុំកំរណាស់នេះអញអាចបញ្ជូនខ្ញុំលឿនបន្តិចបានទេបងស្រីអញពូកែណាស់បងថ្លៃឲ្យកាត់មួយសន្លឹកដើម្បីផ្គប់ចិត្តអ្នកចាយមិនអស់ទេគ្រាន់តែកាត់មួយសន្លឹកទេមិនមែនអីធំដុំទេពឹងប្រុសមិនស្មើពឹងខ្លួនឯងទេត្រូវតែខ្លួនឯងរឹងមាំគ្រប់គ្រាន់ទើបអាចការពារបងស្រីបានខ្ញុំមិនមែនពិនិត្យទេទៅបដូរវាឥឡូវនេះទៅពិនិត្យឲ្យគ្រឿងខាងក្នុងហើយមើលនេះ3ថ្ងៃទៀតមានកម្មវិធីដេញថ្លៃខ្ញុំសម្រេចចិត្តយកអ្នករចនាកម្រិតខ្ពស់របស់ខ្ញុំទៅសាងសង់ជាមុនបើជោគជ័យម៉ាកយើងនឹងឡើងដល់អន្តរជាតិពេលនោះយើងមិនត្រូវការអ្នកណាទេបងស្រីនឹងជាក្នុងបង្អែកដ៏រឹងមាំរបស់អូនពូកែណាស់ប្រកាសជាធ្វើបានឯងក៏ហ៊ានទៅដេញថ្លៃដែរមិនចេះប៉ាន់ស្មានខ្លួនឯងនឹងពិតជាដូចខ្ញុំមែនអ្នកដែលដឹងថាគាត់រៀបការហើយអ្នកមិនដឹងទេគិតថារកអ្នកជំនួសអ្នកណាដូចឯងអាក្រក់ណាស់បើខ្ញុំដូចឯងខ្ញុំមិនហ៊ានចេញក្រៅពេលថ្ងៃទេឯងថាអីថាឯងអាក្រក់ចាន់យ៉ាឯងមិនទាន់ដឹងទេការដេញថ្លៃ3ថ្ងៃទៀតខ្ញុំនឹងតំណាងក្រុមហ៊ុនជើឯងទីមើលអ្នកណាឲ្យខ្ញុំទទួលខុសត្រូវឯងចង់និយាយអីចិត្តពិតរបស់បុរសមិនមែនមើលពាក្យសម្ដីទេតែមើលសកម្មភាពប៉ាសីនៅក្នុងទ្រង់ថោកណាស់ខ្ញុំទេដែលសមនឹងនៅក្បែរអ្នកឯងមកពីណាមកញុះញង់ខ្ញុំនិយាយខុសទេមិនអញ្ចឹងហេតុអីអាចេញមិនឲ្យគាត់ទទួលខុសត្រូវគម្រោងទាំងអស់អៀនខ្មាស់ណាស់មនុស្សឲ្យមកមើលមានស្រីខូចចិត្តមកឆាប់ចេះគេឃើញអៀនខ្មាស់ច្រើនតែមិនដែលឃើញអៀនខ្មាស់ស្ដំឡឹងស្រីឆ្លើយចេញទៅបងកុំទៅរកវាឡើយវាមិនស្មើសក់មួយសរសៃរបស់បងទេពីនេះទៅខ្ញុំនឹងការពារបងស្រីធំឡើងហើយមកការពារបង3ថ្ងៃទៀតខ្ញុំទៅជាមួយបងខ្ញុំត្រូវតែទៅមើលពេលដ៏ភ្លឺស្វាងរបស់បងស្រីដោយខ្លួនឯងយើងនឹងឈ្នះការប្រកួតដោយសមត្ថភាពយោពមការដេញថ្លៃនឹងចាប់ផ្ដើមឆាប់តើតារាបង្ហាញម៉ូដចេញដំណើរហើយឬនៅយោពមបងថ្លៃអ្នកនៅក្រុមហ៊ុនប៉ុន្មានថ្ងៃនេះទេបងប្រុសខ្ញុំមើលមិនឃើញមុខសោះអ្នកទាំងពីរមិនអីទេរវល់តែការដេញថ្លៃប៉ុន្មានថ្ងៃនេះបរោះនេះមិនអីទេកុំឲ្យមានរឿងលេងលះទៀតអីខ្ញុំមិនចង់លេងលះទេរបស់ទាំងនេះបើប្រៀបធៀបនឹងការរចនារបស់បងស្រីខ្ញុំវាឆ្ងាយណាស់ការដេញថ្លៃលើកនេះប្រកាសជាជោគជ័យតើតារាបង្ហាញម៉ូដរបស់យើងនៅណាតាមលំដាប់ឆាប់នេះដល់វេនយើងហើយសម្រាប់ការដេញថ្លៃលើកនេះខ្ញុំបានអញ្ជើញអ្នកទើបតែទូរស័ព្ទទៅកំពុងតែមកដល់ផ្លូវខ្ញុំធានាថាគ្មានបញ្ហាទេធ្វើការរហ័សបន្តិចក្រោយពីជោគជ័យនឹងមានរង្វាន់សម្រាប់អ្នកជៀនយ៉ាងថ្ងៃនេះខ្ញុំនឹងឲ្យអ្នកដឹងមិនត្រឹមតែអ្នកមិនបានមនុស្សទេលុយក៏អ្នកមិនបានដែរឪពុកចិញ្ចឹមសូមអញ្ជើញក្រុមប្រកួតបន្ទាប់តំណាងក្រុមហ៊ុនចៅអ្នករចនាលីស៊ីវយ៉ូអ្វីតារាបង្ហាញម៉ូដជួបគ្រោះថ្នាក់មកមិនរួចរ៉ូបដ៏ប្រណិតនេះធ្វើពីអង្កាំដេរដោយដៃរាប់ម៉ឺនគ្រាប់
បង្ហាញពីភាពឆើតឆាយនិងប្រណិតពុកពណ៌ក្រហមដាក់ជាស្រទាប់ដប់ក្រោមពន្លឺភ្លើងដូចជា Milky Way ដ៏ភ្លឺស្វាងអ្វីដែលរោគនេះចង់បង្ហាញក៏ជាគំនិតរបស់ក្រុមហ៊ុនជើយើងដែរភាពថ្លៃថ្នូរនិងប្រណិតរោគនេះជារោគល្អបំផុតដែលខ្ញុំបានឃើញត្រូវហើយមកក្រុមហ៊ុនជើក៏ល្បីល្បាញខាងមុខគេដែរខ្ញុំនឹងឈ្នះការដេញថ្លៃលើកនេះឲ្យបានសូមអញ្ជើញក្រុមប្រកួតបន្ទាប់អ្នករចនាជាងយ៉ាងម៉េចដែរប្រហែលជាស្លាប់ទៅហើយក៏មិនទាន់ខ្ញុំទើបតែទូរស័ព្ទទៅសួរខ្លះសុទ្ធតែជាទំនាក់ទំនងគូប្រកួតគេមិនព្រមផ្ញើតុក្កតាឲ្យយើងទេសូមអញ្ជើញអ្នករចនាក្រុមបន្ទាប់ចូលត្រៀមទៅចោលទៅប្រហែលជាវាសនាហើយចុះទៅចោលយ៉ាងម៉េចទៅបងខ្ញុំដឹងថាបើខកខានការដេញថ្លៃនេះការសហការជាមួយក្រុមហ៊ុនអន្តរជាតិនឹងគ្មានសង្ឃឹមទេយើងដល់ហើយត្រូវតែបន្តអីក៏គ្រាន់តែដើរសម្ដែងខ្ញុំធ្វើឯងទេគាត់ធ្វើបានទេគ្មានអ្នកណាដឹងថាខ្ញុំចង់បានអីជាងគាត់ទេខ្ញុំទៅពន្យល់គំនិតអូនការពីជៀនស៊ីនទៅក្រោយឆាកដើរសម្ដែងសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះជៀនយូអ្នករចនាម៉ូដយីហោយូជីលើកនេះខ្ញុំនាំមកនៅជុតខ្ពស់ប្រើការរចនាសាមញ្ញបំផុតប្រែស្មុគស្មាញទៅជាសាមបុរាណនិងអនាគតរួមបញ្ចូលគ្នាកុំភ្លេចផ្លូវដើមកុំខ្លាចដំណើរទៅមុខគំនិតរចនានេះល្អណាស់គំនូរក៏ធ្វើឲ្យភ្នែកស្រស់ថ្លាពិតជាអ្នករចនាមានគំនិតមែនតែតារាម៉ូដនៅណាមិនទាន់ចេញមកនិយាយពីរាយរាប់យ៉ាងណាក៏ដោយបើសិននិស្សិតគ្មានតារាម៉ូដចង់យកគំនូរមួយសន្លឹកមកចាប់ត្រីទេមែនហើយគ្មានស្នាដៃចុះទៅមិនមែននិយាយលេងទេខាងក្រោយនៅរងចាំទៀតគ្មានតារាម៉ូដឡើងឆាកធ្វើអីទោះយើងចាប់អារម្មណ៍ការរចនាអ្នកតែបើគ្មានតារាម៉ូដបង្ហាញស្នាដៃមិនអាចចូលរួមដេញថ្លៃបានទេនេះក៏មិនយុត្តិធម៌សម្រាប់អ្នកដទៃមែនហើយក្រុមបន្ទាប់ចាំបន្តិចប្អូនស្រីស្អាតណាស់នេះជាស្នាដៃរបស់ខ្ញុំគំនិតរចនាចំនួននិងសណ្ដាប់ធ្នាប់ការប្លន់និងព្រលឹមម៉ាក់ខ្ញុំឃើញទេវតាពិតចាញ់ការរចនាបែបនេះខ្ញុំពិតជាព្រមទទួលស្អាតរស់រវើកណាស់តារាម៉ូដនិងការរចនានេះត្រូវគ្នាណាស់ខ្ញុំហ៊ានទីថាឈុតនេះនឹងពេញនិយមខ្លាំងអូមើលចុះមើលទៅតែកុំភ្លេចខ្លួនណាកុំស្ដោះទឹកមាត់ដាក់ហេមអញ្ចឹងនេះជាប្រពន្ធខ្ញុំទេត្រូវហើយនេះក៏ជាប្រពន្ធខ្ញុំដែរអញអត់មានប្រពន្ធទេមិនក៏អញមកហៅប្រពន្ធខ្ញុំអញ្ចឹងពីនេះទៅគួរតែកុំឲ្យគាត់ចេញមុខច្រើនពេកមែនទេស្អាតដំលេះឲ្យតែខ្ញុំមើលម្នាក់ឯងការរចនាពិតជាអស្ចារ្យនារីរូបនេះដូចទេវតាពិតប្រាកដបង្រួមភាពស្មុគស្មាញត្រឡប់ទៅរកភាពដើមវិញខ្ញុំសូមប្រកាសអ្នកឈ្នះការដេញថ្លៃលើកនេះគឺម៉ាកយីហោ Rose បងហ្វីងល្អណាស់ខ្ញុំដឹងថាអ្នកពូកែជាងគេមិនមែនដោយសារខ្ញុំមានប្អូនស្រីល្អជាងគេទេមិនក៏អាចអញ្ចឹងជីនស៊ីននេះតែងតែបំផ្លាញរឿងល្អរបស់ខ្ញុំមិនទាន់ចប់ជាមួយគាត់ទេបងលើកនេះយើងឈ្នះកុងត្រាមីហើយ
ខ្ញុំនឹងឲ្យភោជនីយដ្ឋានរៀបចំបាយល្អយើងទៅអបអរសាទរគ្នាល្អទេមានរឿងអីអត់ទេខ្ញុំទៅញ៉ាំបាយល្ងាចស្លាប់តូចរបស់កូនលាក់ទុកហើយពីនេះត្រូវសម្លៀកបំពាក់បែបនេះពាក់តែនៅផ្ទះឲ្យខ្ញុំមើលយីទេមនុស្សទេខ្ញុំនឹងបងឯងធុញណាស់បងខ្ញុំធ្វើអីតែខ្ញុំទៅប៉ះពាល់អ្នកណាអូការដេញថ្លៃដែលច្បាស់ជាឈ្នះស្រាប់តែត្រូវបងស្រីបំផ្លាញធ្វើឲ្យខ្ញុំត្រូវរងចាំមើលថាខ្ញុំនឹងដោះស្រាយគាត់យ៉ាងម៉េចអាចេងមកដល់ហើយឬខ្ញុំថាកុំឲ្យមកទទួលទេលីនសៀវយូមកទីនេះធ្វើអីឯងនិយាយអីអាចេងសុំទោសដែលខ្ញុំក្បត់ការទុកចិត្តរបស់អ្នកធ្វើឲ្យខូចការដេញថ្លៃអ្នកមិនបន្ទោសខ្ញុំទេបងឯងធ្វើអីតែងតែប៉ះពាល់ខ្ញុំឲ្យខ្ញុំទៅប៉ះពាល់អ្នកណាទៀតមាត់ប្រុសពាក្យកុហកបងប្រុសនិងបងស្រីនៅទីនេះប្រពន្ធហេតុអ្វីមិនលើកទូរស័ព្ទខ្ញុំជើស៊ីជេងគ្មានអ្វីត្រូវនិយាយទេយើងលេងលេះគ្នាទៅហេតុអ្វីស្រីកំណាន់មកជារបងស្រីខ្ញុំផ្ទាល់ឯងថាហេតុអ្វីត្រូវនិយាយជាមួយមនុស្សមិនពាក់ព័ន្ធរំខានណាស់រំខានមែនទេមានតែអ្នកទេដែលមិនចុះសម្រុងឲ្យបងយ៉ងលីសៀវយូថាអ្នកចាត់គាត់ឲ្យតំណាងក្រុមហ៊ុនចៅមកប្រជែងដេញថ្លៃជាមួយបងស្រីតើរឿងអីទៅគ្មានទេប្រពន្ធស្ដាប់ខ្ញុំពន្យល់មិនមែនដូចអ្នកគិតទេអូយមានរឿងអីបងពោះខ្ញុំឈឺភ្លាមខ្ញុំទៅបន្ទប់ទឹកសិនអ្នកចាំខ្ញុំទីនេះយ៉ាងណាខ្ញុំដឹងថារឿងលីស៊ីមិនមែនអ្នកចិត្តណាអ្នកគិតមើលថាត្រូវពន្យល់បងស្រីយ៉ាងម៉េចល្អទេខ្ញុំពន្យល់មិនមែនដូចអ្នកគិតទេខ្ញុំបានភ្លុកគាត់យូរហើយហាក់ដូចជានៅក្រៅយ៉ាងហោចណាស់ឲ្យខ្ញុំមកខ្លះឯងនិយាយម្ដងទៅចោលខ្ញុំសម្លាញ់ឯងឈឺពោះមែនទេខ្ញុំដើរលេងណាឈឺផ្ទះនេះឈ្មោះនីតិ3ខ្ញុំពិតជាមិនដឹងទេលីសៀវយូហេតុអ្វីខ្ញុំទៅនៅទីនោះខ្ញុំបានភ្លុកគាត់ហើយមិនអាចឲ្យគាត់តំណាងក្រុមហ៊ុនចៅបានទេខ្ញុំជឿតែអ្វីដែលឃើញអ្នកជានាយកក្រុមហ៊ុនចៅមិនដឹងថាគាត់ជាតំណាងក្រុមហ៊ុនទេធ្វើអីទៅចោលខ្ញុំពីមុនគាត់ថតរូបច្រើនដងហើយមនុស្សបែបគាត់ធ្វើអីក៏បានប្រពន្ធខ្ញុំគ្មានតម្លៃទេមិនថាយ៉ាងណាខ្ញុំមិនគួរទាញអ្នកចូលរឿងនេះទេបើមិនអីអ្នកវាខ្ញុំ2 ដងឲ្យស្រាលឲ្យទៅចោលខ្ញុំក៏ឈឺដៃដែរណាខ្ញុំដឹងថាអ្នកមិនព្រមទេខ្ញុំថាបងថ្លៃប្រហែលជារបស់មួយអ្នកចូលចិត្តអញ្ចឹងខ្ញុំអត់មានទេមីងខ្ញុំមកហើយតើដេញថ្លៃហើយឬនៅតាមឡើយប្រកាសជាមិនខានតែអ្នកណានឹកស្មានថាសាមយូបើក្រុមហ៊ុនរចនាដោយខ្លួនឯងបំផ្លាញចំនួនខ្លួនឯងអ្នកថាអីសាមយូនិងជៀនស៊ីនសម្របសម្រួលគ្នាបងស្រីទាំងពីរឈ្នះការដេញថ្លៃអុកខ្ញុំអាណិតអាជេងនិងស៊ីយ៉ាងរៀបការជាមួយប្រពន្ធដែលមិនគិតពីខ្លួនឯងតតែសោះបងស្រីទាំងពីរគ្មានអ្នកណាល្អទេចង់បានកូនប្រុសខ្ញុំដើម្បីលុយក៏ថាទៅ
ឥឡូវហ៊ានក្បត់ផងត្រូវតែលេងលះសាមយូឆ្លាតអាចមិនងាយបោះបង់ជៀនស៊ីនជាមនុស្សល្ងងអញ្ចឹងចាប់ផ្ដើមពីគាត់សិនម៉ាក់ហាឡូម៉ាក់មានរឿងអីគ្មានរឿងហើយអត់អាចទូរស័ព្ទបានទេបងឯងរវល់ក៏ថាទៅអញក៏មិនមកលេងម៉ាក់ហើយកូនប្រសាស្រីទាំងពីរទៀតជួបពួកគេពិបាកដូចឡើងមេឃវាមិនទាន់មានឱកាសសម្រុំទេអញចង់ជួបសាមយូមែនទេថ្ងៃក្រោយខ្ញុំនឹងនាំគាត់ទៅថ្ងៃនេះល្អជាងថ្ងៃក្រោយថ្ងៃនេះទៅមិនគាត់មិនចង់ជួបម៉ាក់ទេអូចង់ម៉ាក់ខ្ញុំនឹងមកជួបម៉ាក់ឥឡូវមិនអញព្រមភ្លាមថ្ងៃនេះខ្ញុំមានការប្រកួតខ្ញុំមិនអាចចេញទៅណាបានទេខ្ញុំអាចទៅផ្ទះវិញដោយខ្លួនឯងអ្នកនិងម៉ាក់ខ្ញុំមិនសូវស្គាល់គ្នាទេមិនបានទេខ្ញុំនឹងទៅជាមួយឯងមិនអីទេយើងជាគ្រួសារតែមួយអ្នកទុកចិត្តខ្ញុំមិនគាត់នៅទីនេះម៉ាក់ក្រមីនេះស្អាតណាស់ថ្លៃថ្នូរហើយអស្ចារ្យខ្ញុំឃើញក្រមីនេះនៅបរទេសដឹងថាស័ក្តិសមនឹងម៉ាក់ណាស់នេះចេះនិយាយផ្អែមល្ហែមណាស់ម៉ាក់ខ្ញុំមកដល់ហើយអ៊ំជេនស៊ីនប្រកាសជាយកអំណោយល្អជាងនេះមកថ្វាយអ៊ំតែរបស់តិចតួចនេះមិនមែនជាអ្វីធំដុំទេមិនសមនឹងលើកមកនិយាយអីយ៉ាប្រញាប់ពេកភ្លេចយកអ្វីមកទាំងអស់កូនប្រសាស្រីមិនចេះគួរសំស្មានអ្នកផ្សេងមកជួបអ្នកចាស់ទុំគ្មានរបៀបរៀបរយទេគ្មានអ្នកបង្រៀនក៏គ្មានសណ្ដាប់ធ្នាប់ទុកដាក់គ្រួសារខ្លួនឯងមានច្បាប់ច្រើនម៉េចអ្នកនិយាយអីជេនស៊ីនជាអ្នកថែទាំផ្ទះយល់បានព្រោះគាត់មិនសូវត្រឡប់មកញឹកឆ្ងាយពីអ៊ំមិនស្គាល់ចំណង់ចំណូលចិត្តអ៊ំក៏ធម្មតាកូនប្រសាស្រីពីរនាក់របស់ខ្ញុំគ្រាន់តែជាគ្រឿងតុបតែងមិនដូចឯងចេះគិតគូរទេចាំខ្ញុំមកលេងអ៊ំញឹកទៀតមកហើយកុំនៅទំនេរទៅស្មៅសួនតូចឲ្យរួចការងារមិនត្រូវការជំនាញបែបនេះគួរសមនឹងឯងទុកចិត្តខ្ញុំចុះខ្ញុំនឹងធ្វើឲ្យបានសម្រេចមិនដឹងថាកូនល្ងងពីរនាក់របស់ខ្ញុំចូលចិត្តគេអីគេលក់ទៅហើយនៅតែរាប់លុយឲ្យគេអ៊ំគាត់មិនខឹងហើយធ្វើខូចផ្កាថ្លៃរបស់អ៊ំទេមិនបានទេខ្ញុំត្រូវទៅមើលផ្កាតូចផ្កាតូចឯងត្រូវតែជំងែផ្សាក់ដុះលូតលាស់ឲ្យរឹងមាំណាខ្ញុំច្រៀងឲ្យឯងស្ដាប់មកថ្ងៃរះរះលើផ្កាបាសីពោថាព្រឹកព្រលឹមហេតុអីឯងតែងតែផ្កានេះខ្ញុំដាំដោយដៃខ្លួនឯងសង្ឃឹមថារាល់ឆ្នាំបន្ទាប់គាត់នឹងការពារឯងដូចខ្ញុំកុំបោកខ្ញុំផ្កានៅឯងក៏ត្រូវនៅផ្កាមួយនេះប្តីចាស់របស់ខ្ញុំឲ្យខ្ញុំកាលនៅរស់ប្តីចាស់ស្លាប់បាត់ផ្កាក៏ចិត្តងាប់ដែរមិននឹកស្មានថាបងស្រីមើលទៅញ៉ៃញ៉ៃបែបនេះតែចំពោះផ្កាឈើវិញអត់ធ្មត់ណាស់ខ្ញុំគិតថាអ្នកនេះមិនសមរម្យទេមិននឹកស្មានថាខួរក្បាលក៏មានបញ្ហាដែរចំពោះផើងផ្កាខូចនេះច្រៀងរំញ៉ៃញ៉ៃធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរហូតដល់ថ្នាក់ជូជេលុនបើគ្មានអីទេត្រឡប់ទៅវិញផ្ដោតអារម្មណ៍លើការងារឲ្យច្រើនអ៊ំកុំបារម្ភខ្ញុំនឹងខំប្រឹងបង្ហាញឲ្យអាចចង្វើឃើញលីនសៀវយ៉ាវជំពាក់លុយមិនសងទេកុំគិតថារត់ទៅដេដេហ៊ូស៊ីហើយមិនជឿទេយើងឆ្លងខេត្តទៅចាប់ឯងទិញដំណើរអីច្រើនម្លេះគ្រាន់តែលុយតិចតួចទេទោះគ្រូសាលីនយើងខ្សែហើយតែខ្ញុំនឹងក្លាយជាកូនប្រសារគ្រូសាជូលុយតិចនេះមិនខ្វះឯងទេផើងផ្កាចិត្តងាប់ហើយអញខំអីច្រើនម្លេះផ្កាតូចយើងមិនស្ដាប់ទេ
ម៉ាក់និយាយអញ្ចឹងមិនបានទេផ្កាតូចគាត់យល់ដឹងខ្ញុំជឿថាខ្ញុំអាចជួយសង្គ្រោះគាត់បានទោះល្ងងបន្តិចតែគួរឲ្យស្រឡាញ់មើលទៅកូនប្រុសខ្ញុំមានភ្នែកល្អមែនថ្ងៃនេះក្តៅណាស់ឯងនៅទីនេះមួយសន្ទុះហើយត្រឡប់ទៅវិញកុំឲ្យដួលសន្លប់ទីនេះទុកឲ្យខ្ញុំឯងកុំបារម្ភខ្ញុំខ្លាចឯងធ្វើខូចសួនផ្កាខ្ញុំនៅជាអ្នកត្រួតពិនិត្យក៏បានសប្បាយចិត្តហើយកូនប្រសារឯងមើលមុខអ្នកចាស់មិនចេះហើយក៏មិនចេះថែផ្កាឈើកូនប្រុសខ្ញុំរៀបការជាមួយឯងអស់សំណាងគាត់ទេដែលអស់សំណាងឯងនិយាយអីគ្មានអីទេមិនត្រឹមតែគ្មានជំនាញមិនគោរពអ្នកចាស់គ្មានអ្នកបង្រៀនធ្វើឲ្យគេសើចចំអកខូចមុខគ្រូសាជូអ្នកណាថាខ្ញុំគ្មានអ្នកបង្រៀនបងស្រីខ្ញុំបង្រៀនខ្ញុំនោះបងស្រីឯងមិនចេះបង្រៀនទេគាត់ខ្លួនឯងគ្មានសុជីវធម៌ឯងនិយាយអីកុំនិយាយអាក្រក់ពីបងស្រីខ្ញុំឯងចង់ធ្វើអីខ្ញុំជាម្ដាយឯងណាឯងចង់ធ្វើអីឯងគិតថាកូនប្រុសឯងពូកែអីកូនខ្ញុំឯងដឹងទេបងថ្លៃឯងមានរឿងអាស្រូវច្រើនរាល់ថ្ងៃតែបង្កបញ្ហាឲ្យបងស្រីនោះមានន័យថាកូនប្រុសខ្ញុំគ្មានប្រុសនៅក្បែរដូចស្បែកខ្មៅឯងអីហើយចៅស៊ីយ៉ាងទៀតម៉ាក់ឯងចេះច្បាប់ម្លេះហេតុអីមិនបង្រៀនគាត់ឯងមកបង្រៀនខ្ញុំឬគាត់ឆាប់ខឹងដូចភ្លើងឆេះចេះតែរករឿងគេចង់កាន់កាប់គ្រប់យ៉ាងខឹងណាស់ម៉ាក់ហើយឯងទៀតតាមពិតឯងក៏មានបញ្ហាធំដែរឯងហ៊ានមកបង្រៀនអ្នកចាស់ឈួតហើយឈួតហួសពីច្បាប់ទាំងអស់ឯងនិយាយពាក្យកូនហើយចូលចិត្តចាក់ចំណុចឈឺគេបើគេចូលវាពិបាកចិត្តហើយឈឺចាប់ណាស់ខ្ញុំមិនយល់ទេហេតុអីគ្រូសាត្រូវនិយាយពាក្យឈឺចាប់បែបនេះបេះដូងខ្ញុំឯងចង់ឲ្យខ្ញុំស្លាប់ឯងចង់ឲ្យខ្ញុំខឹងស្លាប់ឬអូម៉ាក់ខ្ញុំថាឲ្យឯងចូលទៅហើយមើលឥឡូវថ្លង់ថ្លើមឥឡូវខ្ញុំជឿហើយនាំខ្ញុំត្រឡប់ទៅវិញមិនមែនខ្ញុំធ្វើឲ្យឯងឈឺទេអត់ហើយមនុស្សអាចធ្វើខុសធម្មម្លេះអូសន្តិសុខម៉ាក់ខ្ញុំមិនហ៊ានទុកឯងទៅរកសន្តិសុខទេឯងចាំខ្ញុំនាំឯងត្រឡប់ទៅវិញម៉ាក់កុំបារម្ភទុកឲ្យខ្ញុំដោះស្រាយទាំងអស់ហាខ្ញុំជាកូនប្រសាស្រីសម្រាប់ខ្ញុំបែបនេះហាឃើញហើយជួបមនុស្សអូខ្ញុំថាកម្លាំងធ្វើអស្ចារ្យចិត្តសៀងគេនៅតែស្លាប់ម៉ាក់ទ្រាំទៅមួយស្របក់ទៅដល់វីឯងម៉ាក់មិនបាច់អរគុណទេនេះជាកាតព្វកិច្ចរបស់កូនប្រសាស្រីទេអូខ្ញុំត្រូវការថ្នាំរបស់ខ្ញុំណាអីយកទៅអរគុណអ្នកណាខ្ញុំស្ទើរតែស្លាប់នៅក្នុងផ្ទះខ្លួនឯងសុំទោសម៉ាក់អញ្ចឹងឥឡូវអូនធូរស្រាលបន្តិចហើយឬនៅខ្ញុំនៅតែញ័រដើមទ្រូងបន្តិចទៅដាំស៊ុបឲ្យម៉ាក់ផឹកឡើងកម្លាំងម៉ាក់តែខ្ញុំមិនចេះធ្វើម្ហូបទេប៉ុន្តែផ្ទះយើងមានហាងម្ហូបឯកជនឆ្ងាញ់មួយខ្ញុំអាចទូរស័ព្ទគេយកស៊ុបមកឲ្យម៉ាក់គាត់មិនព្រមនៅជាមួយម៉ាក់ទេរកឱកាសរត់គេចគ្រប់ពេលមិនបានទេអីយកមកអីម៉ាក់ចង់ឲ្យឯងធ្វើម្ហូបឲ្យម៉ាក់ញ៉ាំដោយដៃឯងធ្វើម្ហូបមិនចេះសោះធ្វើម៉េចនឹងថែប្តីឲ្យបានល្អម៉ាក់ប្រកាសជាចេះធ្វើម្ហូបឆ្ងាញ់មែនទេចឹងយ៉ាងម៉េចម៉ាក់បង្រៀនខ្ញុំផងធ្វើជាម្ដាយក្មេកមិនអាចចាញ់កូនប្រសាទេមកឲ្យគេអញ្ចឹងបានថ្ងៃនេះឯងសំណាងហើយដែលបានម៉ាក់បង្រៀនផ្ទាល់ទៅរៀបបន្លែមកអាចាមរហ័សរកមើលស៊ុបថែមទៀតត្រូវដាក់ទឹកក្តៅឲ្យវាស្រត់ដាក់បន្តិចបន្តួចមុនដំបូងយកត្រីឆ្ដោចូលខ្ទះចៀនរួចចាក់ទឹកស្អាតឲ្យលើសត្រីចុងក្រោយអំបិល3ក្រាមម្សៅស៊ុប2ក្រាម
ស្រាស15ក្រាមអូម៉ាក់អំបិល3ក្រាមប៉ុន្មានហ្នឹងឃើញទេនេះហើយ3ក្រាមអញដាក់អ្វីផ្សេងទៀតទៅម៉ាក់ភ្នែកម៉ាក់មើលចំណាស់ណាស់បើអញរៀនបាន1/10នៃជំនាញម៉ាក់នឹងចាប់ចិត្តស៊ីយ៉ាងបាននឹងហើយធ្វើបែបហ្នឹងដល់ពេលញ៉ាំបាយហើយវ៉យមើលទៅឆ្ងាញ់ណាស់ម៉ាក់សាក់ផឹកមួយក្តោបមើលមិនដឹងរសជាតិយ៉ាងម៉េចទេអញមានចិត្តល្អហើយធ្វើខ្លួនអញទេសាក់មើលសិនអរគុណម៉ាក់មើលទៅក្រែមលាបមាត់ទាំងនេះគ្មានពីអីនិយាយទេពីនេះទៅតាមខ្ញុំរៀនទៅធានាថាចាប់ចិត្តសៀងយ៉ាងជាប់ម៉ាក់ខ្ញុំមិនទាន់បានប្រាប់អ្នកទេវាប្រៃពេកហើយទើបតែទឹកជន់ពេកធ្វើអីអញចេះធ្វើម្ហូបមែនទេអ្នកណាហាអញទេដែលធ្វើស៊ុបខូចព្រោះដៃធ្ងន់ខ្ញុំធ្វើតាមគ្រប់ជំហានដែលអ្នកប្រាប់ខ្ញុំបង្រៀនដោយផ្ទាល់ដៃធ្វើស៊ុបបានតែប៉ុណ្ណេះឆោតណាស់ហើមអញ្ចឹងម៉ាក់មើលងាយខ្ញុំអញ្ចឹងខ្ញុំចាក់ទឹកឲ្យអ្នកកុំផឹកទៀតស្អាតជាងនេះត្រូវដាក់ទឹកក្តៅឲ្យវាត្រាំដាក់អំបិលបន្តិចច្របាច់ចុះហាមិនហើយចេញក្រៅញ៉ាំបាយត្រូវតែពឹងខ្លួនឯងម៉ាក់ឯងមិនចេះធ្វើម្ហូបទេអញសាច់អីបើមិនព្រានប្រដៅអញទេអញនឹងឡើងមកលើក្បាលម្ដាយក្មេកហើយធ្វើកូនប្រសាមិនបានល្អហើយហ៊ានសាច់ចំមាក់ម្ដាយក្មេកទៀតមើលចុះខ្ញុំមិនឲ្យអ្នកណាបណ្ដេញអញចេញពីផ្ទះទេខ្ញុំមិនសាច់ទៀតក៏បានតាំងពីអញមកដល់ទីនេះធ្វើឲ្យផ្ទះញ៉ៃញ៉ៃទាំងស្រុងខ្ញុំអត់ទេមានឯណាចិនកណ្ដាលមិនល្អខ្ញុំនិយាយមួយអញឆ្លើយ10ខឹងហើយបែរខ្នងដាក់ខ្ញុំក៏មិនមែនចិត្តណាដែរអញនៅតែឆ្លើយតបទៀតឥឡូវធ្វើបាយក៏មិនកើតអញធ្វើអីបានខ្លះអញយំអីខ្ញុំមិនទាន់យំទេខ្ញុំឃើញអ្នកស្អប់ខ្ញុំអ្នករើសអើងខ្ញុំតាំងពីខ្ញុំចូលមកមាត់ទ្វារនេះអ្នករករឿងខ្ញុំអ្នករៀបចំទទួលរងគ្រោះទៅខ្ញុំមិនធ្វើទៀតទេកុំយំខ្ញុំចង់ទៅផ្ទះហេជូស៊ីយ៉ាងណែណាថ្ងៃនេះខ្ញុំមានការប្រណាំងឡានមានរឿងអីបងថ្លៃបងស្រីឥឡូវទូរស័ព្ទមិនដាច់គាត់មិននៅជាមួយអញទេចប់ហើយគាត់ទៅជួបម៉ាក់ខ្ញុំមិនមែនមានរឿងអីទេខ្ញុំទៅមើលហេតុអីមិនឆ្លើយអូនឲ្យចិត្តប្រកួតហើយទៅណាខ្ញុំមានរឿងបន្ទាន់ឯងជំនួសគាត់ទៅខ្ញុំមានការបន្ទាន់ផ្អាកការប្រជុំសិនលោកចៅភីគីរួចរាល់ហើយចុះកិច្ចសន្យានៅរាជវង្សមីងចាន់ស៊ីនទៅហើយតាក់ទងខ្ញុំមិនបានទេត្រូវត្រឡប់ទៅមួយដងបោះបង់ដំណើរទៅពន្យាកិច្ចសញ្ញាប្រពន្ធបងមកជួយហើយប្តីញឹមដាក់ខ្ញុំភាសាប៉ាសីច្រៀងថាព្រឹកព្រលឹមហេតុអីយកកាបូបទៅសាលាកុំយំអីហេតុអីយំច្រើនម្លេះខ្ញុំធ្វើការយូរហើយខ្ញុំថែមដាំស៊ុបឲ្យឯងទៀតឯងមិនដឹងគុណឯងថែមជាតិខ្ញុំទៀតខ្ញុំនឹងទៅរកចៅស៊ីហើយសុំលែងលះមិនបានទេសុំអង្គវរែងហើយបានទេបើឯងមិនយំឯងថាអីបងធ្វើតាមទាំងអស់ពិតធ្វើអីក៏បានដែរម៉ាក់អាយុ50ឆ្នាំគួរចេញដើរលេងហើយចេញជាតារាទៅយកកាបូបទៅសាលា
ហួយស៊ីឯងញ៉ាំផ្សិតពុលហើយមែនទេនេះប្រកាសជាការស្រមើស្រមៃច្របាច់ខ្ញុំមួយម៉ាត់អូស៊ីយ៉ាវបងថ្លៃស្រីមកដល់ហើយអីបងស្រីហេតុអីមិនលើកទូរស័ព្ទអូខ្ញុំនៅជាមួយម៉ាក់លេងខ្ញុំមើលទូរស័ព្ទខ្ញុំហៅចាន់ស៊ីនមកបង្រៀនវិន័យគាត់ឆោតពេករៀនអីមិនចេះខ្ញុំបង្រៀនគាត់ហាតាមពិតប៉ាល្អជាមួយខ្ញុំណាស់យើងសន្យាគ្នាថានឹងជួយផ្កាតូចមួយឲ្យរស់គាត់ថែមឲ្យខ្ញុំធ្វើម្ហូបទៀតនេះជាលើកទី1របស់ខ្ញុំស៊ុបត្រីគោរងកូនពូកែអញ្ចឹងធ្វើស៊ុបត្រីគោរងទៀតអញ្ចឹងខ្ញុំត្រូវភ្លុកកុំអត់ឃ្លានអ្នកថតចិត្តស្បែកខ្ញុំសាមញ្ញគ្មានចិត្តគំនិតទេសាមញ្ញនេះមិនប្រកបទេសាមញ្ញគឺថាអ្នកមានសមត្ថភាពណាស់រកស៊ីចិញ្ចឹមជីវិតបែបនេះមិនទាន់ពេញចិត្តទៀតអូម៉ាក់ម្ហូបនេះឆ្ងាញ់ជាងស៊ុបនោះឆ្ងាញ់ណាស់ហត់ពេញមួយថ្ងៃហើយញ៉ាំច្រើនទៅអរគុណម៉ាក់បងថ្លៃនិងបងស្រីទើបតែផ្សះផ្សាគ្នាបានកុំឲ្យម៉ាក់បំបែកគ្នាទៀតណាហ៊ានស៊ីនឹងទៅលេងលះខ្ញុំទៀតស្រីម្នាក់ចេញមុខចេញក្រៅមិនមើលផ្ទះចង់រកស៊ីគ្រួសារទៀតអូម៉ាក់ម្ហូបនេះក៏ឆ្ងាញ់ដែរសាកល្បងមើលខ្ញុំសុំនិយាយបន្តិចម្ហូបឆ្ងាញ់ឲ្យអ្នកទាំងអស់អរគុណណាស់ឆ្មាតូចធ្វើបែបនេះខ្មាស់គេឯងណាស់ខ្ញុំសុំតែបើកក្រុមហ៊ុនទេគ្មានសមត្ថភាពអីទេចិញ្ចឹមគ្រួសារមិនមែនតែប្រុសទេក្តីស្រឡាញ់ពីប្រុសអាចដកវិញបានគ្រប់ពេលខ្ញុំគ្រាន់តែចង់បញ្ជាក់ស្រីម្នាក់ក៏អាចទ្រទ្រង់គ្រួសារបានដែរបងស្រីនិយាយត្រូវណាស់អ្នកជាទេវតារបស់ខ្ញុំបងថ្លៃមានចម្រៀងមើលមិនឃើញទេជៀនយូមានចិត្តចង់ធ្វើអាជីវកម្មណាស់និយាយល្អតែមាត់បើខាត់លុយក៏ខាត់លុយគ្រួសារចូលដែរជៀនយូមានសមត្ថភាពខ្លាំងខ្ញុំជឿថាទូខាត់ក៏មិនអីដែរគ្រួសារជើមិនខ្វះលុយបន្តិចនេះទេម៉ាក់ខ្ញុំមើលបងស្រីខ្ញុំបងស្រីខ្ញុំមើលខ្ញុំធំឡើងគាត់ជាមនុស្សពូកែជាងគេក្នុងលោកខ្ញុំហ៊ានបើកក្រុមហ៊ុនខ្ញុំមិនខ្លាចបរាជ័យទេទោះបីបរាជ័យក៏ដោយខ្ញុំមានក្លាហានចាប់ផ្ដើមម្ដងទៀតខ្ញុំហៅថាម៉ាក់ធ្លាប់ចាប់ផ្ដើមពីសូន្យខ្ញុំគោរពណាស់ត្រូវរៀនពីម៉ាក់បន្ថែមទៀតឯងនៅមានរៀនច្រើនទៀតទៅចោលទៅបងថ្លៃនិយាយរឹងបែបនេះមិនមានបញ្ហាទេគ្រួសារនេះមិនត្រូវបែកបាក់ទេល្អណាស់បងថ្លៃនិយាយល្អណាស់ល្អអីទៅបងស្រីថាមិនខុសទេមនុស្សធំហើយមិនចេះទៀតទេអង្គុយចុះហេតុអីបានជេរតែខ្ញុំម្នាក់អ្នកជេរគាត់មិនអាចជេរខ្ញុំទេញ៉ាំបាយបងស្រីមិននឹកស្មានថាឯងមានសមត្ថភាពអាចបញ្ចុះបញ្ចូលម៉ាក់ខ្ញុំបានចាំបាច់ណាស់ម៉ាក់ឯងឈឺទ្រូងស្រាប់តែខ្ញុំមិនបានគិតអីទេក៏នាំគាត់ទៅអញ្ចឹងចាំថាហើយមកភោជនីយដ្ឋានខ្ញុំញ៉ាំបាយទៅបងស្រីពូកែណាស់មានរបួសអីទេអត់ទេហាក់ដូចជាឈឺជើងបន្តិចឯងដល់ហើយមែនទេលើកក្រោយត្រូវប្រយ័ត្នណាស់អញ្ចឹងខ្ញុំដឹកឯងត្រឡប់ទៅវិញ
ចង់ដឹកទីដៅមិនត្រឹមត្រូវទេតាក់ខ្ញុំចុះជួយមើលម៉ាក់ខ្ញុំផងខ្ញុំត្រូវថ្លែងអំណរគុណលោកឧត្តមសេនីយ៍ជៅលោកឧត្តមសេនីយ៍ជៅដេញឆ្កែងជៅស៊ីចឹងម៉ាក់មិនចូលចិត្តខ្ញុំទេមិនអញ្ចឹងទេឯងពូកែណាស់គ្មានអ្នកណាមិនចូលចិត្តឯងទេអ្នកស៊ីគិតថាខ្ញុំជាសំណាងរបស់ឯងតែខ្ញុំក៏រវល់ការងារភ្លេចខ្លះដែរគួរតែនាំជានស៊ីទៅជួបម៉ាក់យូហើយកុំបារម្ភរឿងទាំងនេះធ្វើខ្លួនឯងចុះខ្ញុំមិនបានយកចិត្តទុកដាក់ឯងគ្រប់គ្រាន់ទេទើបឲ្យលីនសៀវយូមានឱកាសញុះញង់យើងអញ្ចឹងអញ្ជើញគាត់ញ៉ាំបាយនិយាយគ្នាឲ្យច្បាស់អត់អីទេគ្រាន់តែគិតថាប្រពន្ធចិត្តទូលីណាស់មានមុនស្នេហ៍ខ្លាំងណាស់បានរៀបការជាមួយឯងជាសំណាងរបស់ខ្ញុំនឹងបម្រើឯងឲ្យបានល្អអញ្ចឹងត្រូវបង្ហាញឲ្យឃើញណាបងស្រីនិយាយត្រូវបើយើងថែទាំដោយចិត្តនឹងវាមានសង្ឃឹមណាស់ម៉ាក់ឲ្យផ្កានេះមិនទាន់ងាប់ទេមើលទៅវាហាក់ដូចជាឈឺដែរបើអត់ទេខ្ញុំទិញថ្មីឲ្យម៉ាក់ទេផ្កានេះបើថែដោយចិត្តនឹងមិនបាច់បារម្ភទេថែដោយចិត្តនឹងវាដុះល្អណាស់គាត់មិនឲ្យផ្កាងាប់ទេល្អហើយបងស្រីឥឡូវនេះស្អាតហើយគួរឲ្យស្រឡាញ់ប្រសើរជាងមនុស្សពុតត្បុតខ្លះទៅទៀតអញ្ចឹងបងថ្លៃជួយនិយាយឲ្យបងស្រីផងឯងមានរឿងអីទេខ្ញុំមកលេងអ្នកតែប៉ុណ្្នឹងទេចិនស៊ីនគ្មានគំនិតអាក្រក់ទេតែចិនយូខុសគ្នាឆ្ងាយណាស់គាត់មិនខ្វល់ពីអាចេងហើយចេញទៅក្រៅទៀតស្ត្រីក៏ត្រូវមានអាជីពផ្ទាល់ខ្លួនដែរឥឡូវនេះសម័យណាហើយអញក្មេងនឹងហេតុអីអភិរក្សជាងខ្ញុំទៀតមីងជៀនខ្ញុំនិយាយនេះក៏ដើម្បីអាចេងដែរហត់ហើយឯងទៅវិញសិនអញ្ចឹងខ្ញុំទៅមុនសម្រាប់ឲ្យបានល្អមនុស្សចាស់នេះក៏ចូលខាងចិនស៊ីនចិនយូដែរអញ្ចឹងកុំបន្ទោសខ្ញុំចិនស៊ីនបើកភោជនីយដ្ឋានឯកជនមែនទេចាប់ផ្ដើមពីចិនស៊ីនឲ្យចិនយូដឹងពីអំណាចខ្ញុំធ្វើឲ្យស្ងាត់បើធ្វើរួចឯងនឹងបានប្រយោជន៍កុំបារម្ភខ្ញុំនឹងដាក់ថ្នាំខ្លាំងបំផុតឲ្យគាត់រៀប3ថ្ងៃ3យប់ពេលនោះខ្ញុំនឹងប្តឹងថាភោជនីយដ្ឋានគាត់គ្មានសុវត្ថិភាពចំណីអាហារឲ្យភោជនីយដ្ឋានចិនស៊ីនបិទវីចិនយូឲ្យឈឺហាគិតទៅរំភើបណាស់ហេអញ្ចឹងហេតុអីនឹកខ្ញុំអ្នកនាងលីនជំរាបសួរខ្ញុំចិនយួរអ្នកនាងលីនអាចមកភោជនីយដ្ឋានចិនថ្មីបានទេខ្ញុំចង់អញ្ជើញអ្នកញ៉ាំបាយហើយនិយាយគ្នាបន្តិចសុំទោសខ្ញុំគ្មានពេលទេអ្នកនាងលីនមិននឹកស្មានថាមកលឿនម្លេះខ្ញុំគ្រាន់តែដើរកាត់ខ្ញុំមានរឿងទៅមុនសិនបងមកហើយខ្ញុំមកអញ្ជើញអ្នកនាងលីនញ៉ាំបាយចាំអីទៀតចូលទៅមេចុងភើគាត់ធ្វើមុខម្ហូបថ្មីឆ្ងាញ់ណាស់អូមកដល់ហើយអ្នកទាំងអស់គ្នាស្វាគមន៍ឆាប់នាំគាត់ចូលទៅចូលមកមិនដឹងថាភ្លៀងអត់ទេម្ហូបទាំងនេះមានបញ្ហាអត់ថ្ងៃនេះអញ្ជើញកញ្ញាលីនមកចង់និយាយឲ្យចប់ខ្ញុំនឹងស៊ីសេងស្រឡាញ់គ្នាល្អណាស់សង្ឃឹមថាកញ្ញាលីនភ្លេចអតីតកាលកុំមករំខានជីវិតយើងទៀតបងនិយាយល្អណាស់កញ្ញាលីនពូកែម្លេះប្រកាសជារោគអ្នកស្រឡាញ់ខ្លួនឯងបានចាកញ្ញាលីនបើអ្នកមិនធ្វើបាបបងខ្ញុំទេ
យើងអាចធ្វើជាមិត្តល្អបានចង់ញ៉ាំអីខ្ញុំធ្វើឲ្យទាំងអស់ម្ហូបក្នុងហាងឆ្ងាញ់ណាស់សាកមើលចាមើលថាមានយោបល់អីទេជួយប្រាប់ហាងយើងផងអូឆ្នាំដាក់យូរហើយមិនអត់មានអតិថិជនណាម្នាក់រងគ្រោះមិនមែនខ្ញុំសំណាងអាក្រក់ទេកញ្ញាលីនព្រមតាមមាត់តែមិនញ៉ាំសោះឬមួយចង់ចាក់ចេញពីខ្ញុំមិនមែនទេអត់ទេហាក់ឈឺអូសុំទោសអូយសុំទោសខ្ញុំផ្ដាសាយបន្តិចកុំឲ្យឆ្លងអ្នកឯងខ្ញុំសុំទៅមុនហើយអញ្ជើញជីនស៊ីនក៏ទទួលអ្នកយ៉ាងកក់ក្ដៅតើអ្នកមិនពេញចិត្តអីទៀតកញ្ញាលីនបើអ្នកមិនចង់សុំសន្តិភាពនិយាយមិនបាច់ធ្វើល្បិចតូចតាចទេអូខ្ញុំដឹងហើយអ្នកមិនញ៉ាំតតែសោះព្រោះនៅចង់ធ្វើជាស្រីកំណានប្តីខ្ញុំអ្នកនៅតែមិនភ្លេចបងខ្ញុំចង់បំផ្លាញគ្រួសារគេទៀតនៅក្មេងម្លេះមិនធ្វើអីល្អចូលចិត្តធ្វើស្រីកំណានគេអត់ទេអត់ទេខ្ញុំគ្មានទេខ្ញុំញ៉ាំហើយខ្ញុំញ៉ាំហើយខ្ញុំកាន់តែទំពេកហើយមិនអីទេបើចូលចិត្តហូបបន្តិចទៀតចាននេះសម្រាប់អ្នកទាំងអស់គ្មានអ្នកណាប្រជែងទេថ្នាំដាក់យូរហើយទំនងជាមានអ្នកហូបហើយខ្ញុំមិនអាក្រក់ដល់នឹងទេអូមានអ្នកហូបថ្នាំបន្ទោរបងជឿហើយល្អណាស់ឱកាសខ្ញុំមកដល់ហើយសំឡាញ់អូនព្រមរៀបការជាមួយបងទេព្រមទៅខ្ញុំព្រមហើយអូយខ្ញុំអាចសប្បាយចិត្តមែនទេស្រែកខ្លាំងកុំខ្មាស់លេងភ្លេងរំបន្តទៀតអូខ្ញុំទៅមុនសិនមកខ្ញុំសូមគោរពអ្នកសង្ឃឹមថារាល់ថ្ងៃសប្បាយដូចថ្ងៃនេះខ្ញុំទៅមុនសិនអូប្រពន្ធខ្ញុំនិយាយត្រូវពីនេះទៅយើងភ្លេចរឿងមិនល្អទាំងអស់មកផឹកមួយកែវខ្ញុំចង់ទៅជួបអ្នកនាងលីនសិនផឹកកែវនេះឲ្យអស់យើងភ្លេចរឿងចាស់ខ្ញុំចង់ព្រោះយើងធ្លាប់ស្គាល់គ្នាឥឡូវខ្ញុំមានជីវិតរៀបការសប្បាយសង្ឃឹមថាអ្នកភ្លេចអតីតកាលហើយរស់នៅឲ្យបានល្អខ្ញុំគោរពអ្នកថៅកែតែខ្ញុំមិនជឿអ្នកទេអ្នកនាងលីនឯងពោះវៀនមិនល្អស្អុយណាស់គាត់ទើបតែហូបបាយក្នុងហាងយើងមិនមែនបាយមានបញ្ហាទេមិនអាចទេគ្រឿងផ្សំទាំងអស់ខ្ញុំត្រួតពិនិត្យយ៉ាងតឹងរ៉ឹងគ្មានបញ្ហាអ្វីទេបើពិតជាបញ្ហាសុវត្ថិភាពចំណីអាហារត្រូវតាមដានរកឲ្យឃើញព្រោះយើងអញ្ជើញគាត់ហូបមិនអាចឲ្យគាត់និយាយថាយើងធ្វើរឿងខ្លាំងៗទេឬសមហេតុផលអូអ្នកនាងលីនអ្នកមិនអីទេយើងសង្ស័យថាជាបញ្ហាសុវត្ថិភាពចំណីអាហារក្នុងហាងដើម្បីសុវត្ថិភាពអ្នកយើងនឹងពិនិត្យចំណីអាហារក្នុងហាងទេមិនបាច់ខ្ញុំមិនអីទេពិតជាមិនអីទេមិនអាចឲ្យគេរកឃើញទេបើគេចាប់ខ្ញុំបានខ្ញុំអស់ហើយអត់បានទេអ្នកញ៉ាំនៅហាងយើងត្រូវទទួលខុសត្រូវលើអ្នកថ្មីនេះក្រពះខ្ញុំមិនសូវល្អមិនមែនបញ្ហារបស់ហាងទេអញ្ចឹងក៏អត់បានដែរបើមានរឿងនេះប៉ះពាល់កេរ្តិ៍ឈ្មោះហាងហើយទំនងជាគូប្រជែងច្រណែនយើងជាហាងល្បីចឹងគេលួចធ្វើបញ្ហាសុវត្ថិភាពចំណីអាហារធំណាស់ត្រូវតាមរកអ្នកធ្វើឲ្យឃើញខ្ញុំនឹងចាត់គេមកតាមរកឥឡូវមិនបាច់ទេខ្ញុំប្រាប់ហើយថាខ្ញុំអត់អ្នកនាងលីនមិននឹកស្មានថាអ្នកចិត្តធំលេះកុំបារម្ភខ្ញុំនឹងជួយអ្នកឲ្យដល់ទីអីចឹងមានគេចង់បំពល់មែន
សំណាងល្អដែលអ្នកនាងលីនសំខាន់បើភ្ញៀវញ៉ាំចូលហាងត្រូវបិទជាមិនខានចិត្តនីដាក់ថ្នាំពោលមិនដឹងថាអ្នកនៅពីក្រោយជានរណាមិនថានរណាទេត្រូវតែរកឲ្យឃើញដាក់ទោសឲ្យធ្ងន់ម៉ាក់នេះអីលីនសៀវត្រូវគេធ្វើបាបដល់នឹងអ្នកធ្វើអាក្រក់ណាស់អូតាមពិតបាយនេះចង់ជួយសម្រុះសម្រួលជាមួយអ្នកនាងលីនឥឡូវនេះទៅជាធ្វើឲ្យគាត់រងគ្រោះទៅវិញត្រូវតែពន្យល់គាត់ឲ្យច្បាស់ក្រែងគាត់គិតថាគ្រួសារយើងទាំងអស់គ្នាធ្វើគាត់ដើម្បីហាងនឹងកូនប្រសារយើងមិនអាចឈោមមើលទេលោកជើអ្នកដាក់ថ្នាំក្នុងវីដេអូយើងរកឃើញហើយយកហើយលោកចៅខ្ញុំត្រូវគេចោទប្រកាន់មិនមែនខ្ញុំទេអញនៅតែប្រកែកមើលគាត់ទៅដល់ថ្នាក់នឹងហើយឯងអីអត់ល្អទេគាត់មិនមែននាំខ្ញុំចេញមុខទេឯងនិយាយការពិតល្អជាងខ្ញុំមើលឯងមិនឃើញកុំបន្ទោសយើងមិនសមរម្យអ្នកនាងលីនត្រូវគេធ្វើបាបរហូតគ្មានរៀងដូចមនុស្សខ្ញុំសារភាពទៅខ្ញុំទើបតែនិយាយគឺគាត់ហើយដែលបង្កប់ខ្ញុំឯងនិយាយអីឥតប្រយោជន៍ខ្ញុំមិនអាចធ្វើបាបខ្លួនឯងទេអូនលីនេះមើលទៅដូចគេចោទប្រកាន់ខុសគាត់ត្រូវគេបង្កាច់គាត់ឈួតហើយដាក់ថ្នាំឲ្យខ្លួនឯងរបស់គាត់មិនមែនមនុស្សមិនមែនខ្មោចកុំស្ដាប់គាត់និយាយឥតប្រយោជន៍មនុស្សបែបនេះធ្វើអីក៏បានគាត់កំពុងបំបែកទំនាក់ទំនងយើងអូនលីអ្នកជាអ្នករងគ្រោះខ្ញុំប្រកាសជាជឿអ្នកខ្ញុំដឹងថាអ្នកណាធ្វើម៉ាក់មកធ្វើអីបើមិនមកទេមិនឃើញរឿងអាស្រូវនេះទើបតែថាមានអ្នកពោលក្នុងហាងខ្ញុំក៏យកកាមេរ៉ាទាំងអស់មកមើលទាំងអស់ចាំបានឃើញហើយម៉ាក់ពូកែមែនខ្ញុំមិនស្រួលខ្លួនបន្តិចខ្ញុំទៅមន្ទីរពេទ្យសិនជនល្មើសចិត្តរួចខ្លួនហើយឯងមិនចង់ដឹងថាអ្នកណាធ្វើបាបឯងទេម៉ាក់ដឹងអីប្រាប់មកខ្ញុំយកកាមេរ៉ាក្រៅហាងមកមើលអ្នកណាធ្វើឃើញច្បាស់មីងអ្នកដាក់ថ្នាំក៏ចាប់បានហើយខ្ញុំអត់ធ្មត់បន្តិចកុំយកមកគិតមិនបានទេយើងត្រូវឲ្យយុទ្ធធនអ្នកមែនហើយបើកាត់ភោជនីយដ្ឋានទៅត្រូវស៊ើបអង្កេតរឿងនេះខ្ញុំធានាអ្នកយើងមិនទុកមនុស្សអាក្រក់ទេអីហ្នឹងអញហើយសៀវយកអញធ្វើឲ្យខ្ញុំខកចិត្តមែនហើយស្រីកំណានមនុស្សអាក្រក់ម្លេះជប់និយាយទៅបញ្ជូនទៅមន្ទីរពេទ្យឯងមិនសងលុយទេមែនហើយកុំគិតថារកមិនឃើញទេយើងមកដល់ហួសហើយអូខេមកចុះខ្ញុំខ្លាចអ្នកទេស្ដីបន្ទោសតែជីនស៊ីននិងជីនយូហេតុអីគេគ្មានរឿងអីសោះតែខ្ញុំវិញអាក្រក់ម្លេះចាំមើលខ្ញុំមិនទុកឲ្យគេស្រួលទេម៉ាក់គាត់ស្អប់យើងខ្លាំងណាស់យើងត្រូវជួយគាត់ទៀតមិននឹកស្មានថាលីនសៀវយូអាក្រក់ម្លេះសៀវយូពីមុនជាក្មេងល្អហេតុអីខ្លាចជាមនុស្សបែបនេះជីនយូអញ្ជើញគាត់ដោយចិត្តល្អតែគាត់តបស្នងដោយអំពើអាក្រក់ធ្វើឲ្យខូចចិត្តជីនយូណាស់គាត់គិតរឿងខ្ញុំក៏ថាបានតែមិនគួរគិតដល់ជីនស៊ីនទេគាត់រករឿងបងថ្លៃក៏ថាបានតែសុវត្ថិភាពអាហារជារឿងធំបើគាត់ធ្វើជោគជ័យគ្រួសារយើងទាំងមូលនឹងមានបញ្ហាអំពើនេះមិនសមរម្យទេល្អហើយយើងទៅ
Châu chỉ luôn con mình lọ đài. Cái thưa bài ní đặt nhom nâng ở cây khơi. Xong tô. Nhom thưa đòi rộng khăn. Ấy lỡ nhom có từ tua tô hơi. Công pro can nhom ấy. Anh tha xong tô dường. Chết anh mình chư tế. Video anh nhom đã online hơi. Túc chi postang. Anh chặt năm pô đòi chết nà. Và nhom đăng. Chmua anh nâng khôi. Công. Bà anh hiên thưa bạp ôn nhom tiệt. Nhom nâng ỏi anh khơi. Bong srei pu cái nà. Nhom mình nì dậy tê. Nhom nì dậy mà đòn tiệt. Nhom mình đã sờ lạnh anh tê. Nè đại nhom sờ lạnh cứ propon nhom chìm dù. Nhom pro miên công mọc rồng khai nhường tiệt. Công bần tốt nhom. Nhom đăng tha anh nơi tại miên nhom không chật. Miếng có ban nì dậy đài. Anh rip cap rú mình ai click nhom. Chốc sân. Mình men anh bọc nhom tê. Ấy lỡ nhom khơi côn pro sa srei nhom lọ chừng anh mùi mình đòn. Thay mình tí pet tê cho cành này nhom dừng từ. Hide. Nhom mình ban ở vậy sao thanh tiền trơ kia nì dậy cọ. Mình ban lọ tê nè có cung kích tha lọ đài. Vì muốn nhom miên ca vô trở lòng lờ nè. Mình prom từ tu squad trên xin nâng trên yuan. Ngơ tờ lờ ni. Rip ca chỉ mùi bong srei nè tàng pi. Chia sầm nang rồi bó côn cọ tàng pi ni. Ha. Một. Mạc. Nhom nâng trên xin bất chỉ thưa khóc là. Cứ mạ tê đại chật thùng. Dương cô rụp mặt. Pê nẹ rip ca. Mạ mình ban ở nói ở vậy tê. Đại cu ní bong srei nẹ mà nẹ mùi. Chi tất chất tịch tôi rồi bỏ mặt. Ô sạt na. Mạ ní thay pê hơi. Mạ ở hai dọc từ. Mạ lùm yên hơi. Dương mình đại ban rồi bỏ lọ bẹp nì tê. Ní mình ấy tê. Mạ nơi miên nổi tiệt trong ở côn process race ad rồi bỏ mạ. Nơi miên tiệt. Ní chỉ phía hôn krom hôn châu. Mạ cho hạt lê kha rùi thời. Mình em bay ô. Trâm trâu tê mạ. Ní tràn chìm phía hôn khiêm tiệt. Bà côn cọ tàng pi thưa cọ đạn nè. Ở kế trên bịp tê tử. Mơ thà hiên thưa bạp khiêm tiệt tê. Ở côn mạ. Trăm nẹ miên côn pro thoát mạ nơi miên ở tiệt. Chok nhom. Miên chào pro nhom nâng bong có trâu trâu rùng đài. Mình ai mình ở cô si smile tê. Côn anh rốt tờ nà. Miên cái đây sẵn khâm mình tịch tử. Bát miên tiếng ọc nìa. Anh thưa ấy. Ní nhom trơ tay bằng hang sa mặt tập hiệp ở khơi. Lược ní cùng ở bong nhom đần đam rừng tiệt. Mạ dương tho tam nẹ na nì dày. Đặt nhom cho. Ha nơi sai tiệt. Anh tớ nhập rô khnia phòng. Minh lục dây niên ly trong chlu khnia. Nhom mình hiên khọt mình tê. Nhom sờ lạnh trên pê tớ vùng vĩnh smart ở đây. Xong mình ọt tô nhom phòng. Vì muốn nhom kịch thà anh chi mà nu chết kịch. Tớ control anh chỉ mùi côn nhom. Mơ tớ anh on chiên chiên dù ngày nà. Mù. Vì ní tớ anh mình bạch mọc tê chùm rệp lìa.
Linh siêu du anh chụp nhom tràn nát mình sòng. Anh kết thà nhom rộp anh mình khơi tê. Sòng lùi vinh ở lườn. Nhom prap hai thà trăm bần tịch tiệt. Nhom chất khai chỉ côn prasa crusa chào hời. Ấy có chụp anh bần tịch bần tui ní mình sòng ạp hạt. Dương sớp ở hời. Côn prasa chơi mình mền anh tê trong bọc giường. Mình song lùi tê anh mình bách tờ nà tê. Lên nhom sài hời. Sài tờ. Chui phong. Nú mình men niên liên tư. Trớ bồ rò ra nhẹ trong rồm. Mình bán tê túc nhom khăn nằng niên cỏ đòi. Tay nhom mơ mình nú slap mình cả tê. Chui phong. Anh khơi sài nụ tê. Quát chỉ nẹ miền thông. Nú chỉ mật lọ rồi bạc nhom. Nhom đấng quát chỉ côn prasa châu. Dương chất snật nè. Ai lỡ nhom ở quát chui sang lùi. Và anh mình lên nhom tê. Đò pê rương thông. Anh nâng bắt tiền lôi tiền mình nụ. Mình bán mùi cả tê. Anh như vậy ở đôi thờ. Ba mình đôi cho nó tê anh nâng khơi tờ. Nẹ tiền nú chiên rồi nè. Pu kê chùm pẹ lôi nhom. Tai mình song hai một tia nhom vinh. Nhom chỉ srei tôn sao ta thưa mệt bàn. Miên rương bài nì đài. Ai lỡ nẹ chùm pẹ lôi kê tê đài chỉ nẹ thùng. Nhom có ọt đấng thưa mệt đài. Nhom đấng thà pi môn nhom thưa khó tràn. Anh nơi tài một chui nhom bất chi rùng hợp chất nè. Mình ấy tê, bà anh ai prai chất một lọ vĩnh nhom thưa chỉ srei cầm nạn. Dương nơi tài chỉ mật lọ. Công bà rõm nhom nâng thưa được nè. Nhom thưa chỉ srei cầm nạn ấy, cứ nẹ nụ tê đài chỉ srei cầm nạn, bà khmiên anh tê. Nhom ban chúc chung chỉ mùi sen vinh hơi. Ai lao anh một rọc nhom anh. Châu một song bầm nấu chùm nụ nhom. Ruvi chi rồi bỏ đại bong ôn srei anh chùm kẹt nhom. Sus đây nẹ từng ọc nia nhom xin bao miên nẹ nà nực nhom tê. Ní chỉ mà hộp thmây rồi bỏ hàng giường. Tam tùm lọp nẹ con trò xạ chỉ mồn. ACA. Một lươn tờ hơi. Anh riêng phở ấy, tranh tờ ở lườn, rột xí chùm này nha. Ở dân tờ cỏ bàn. Dọc lùi một. Rột xí chùm này nha. Ở dân tờ cỏ bàn. Dọc lùi một. Anh score ly siêu dụ tề. Thmây ní tẹ tồn. Chất snật nè. Anh chân hơi. Dọc lùi một ở dân. Dân nâng tờ. Bất chia sẵn cung thịa cho. Nẹ chùm pẹ lôi kê hiên một cùng riêng. Nhom chết phía xa chân tịch tụt. Miên này ấy, cùng riêng ấy. Nẹ chùm pẹ bầm nol ấy. Mình oi lôi tê anh mình ban rột xì tê. Nhom prap anh riêu. Ai lỡ nhom cầm pung thọp sai tòa anh hiên một rùng khàn tiết. Nhom nâng tập đăng bổ ly anh hiền. Lục mê top ní nơi chân. Cùng oi thông đồng pệt. Dương cú tay cho cha chỉ mùi cọt. Anh cũng không cùng riêng nhom. Prap một mơ thưa mây tập oi lối. Liên chan tiền ní hỏi tập nhom oi lối. Nhom miên rõm tha miên ai mình srua tê. Ô. Nhom đằng hời, nơi srok chân kê miên tùm niềm mùi, tha ở dân thưa ca sân tập kê oi lồi. Ô. Kê miên piệ mùi nơi tì nì. Nẹ chùm piệ kê tê chỉ nẹ thùng. Mình nú chân kê châu chất một kê nà. Chan tiền ní dương liền oi. Lọ nà băng đai khuôn anh bóc bong chọc lực khó. Mình rút pi kê tê. Mà eri dập thay mình trầm trầu tê. Liên chan mình sạch so. Mơ nẹ chất khang anh. Nếu tiếc nhom chui mặt nhom thưa ca nhật nhọt. Ní ấy có lọ mơ mà lấy nhom châu chất nè. Nhom châu chất bồ ró sạch đông thưa cạp tê nè. Nhom đừng chun lôi nhạc sai to lại tràn. Chốc hai rột lùi.
ត្រឡប់មកស្រុកវិញបាត់ការងារមួយ$200ឯងយកយើងធ្វើជាអ្នកសំទានឬលេងយើងឬ500ខ្ញុំឲ្យឯង500ពេកជួយផងឯងចង់ធ្វើអីអាយជីនស៊ីនណៃណារឿងនេះកើតឡើងមានមនុស្ស3នាក់មុខមាត់កាច់មករករឿងគេចាប់ម្ចាស់ហាងទៅថាឲ្យយកលុយទៅលុះជីនស៊ីនទៅប៉ះពាល់អ្នកណាទើបត្រូវគេធ្វើបាបយ៉ាងនេះជាងស៊ីនធំឡើងជាមួយខ្ញុំគាត់មិនដែលស៊ូទ្រាំនឹងការលំបាកទេពួកចាប់ចម្រិតតើខ្ញុំនឹងធ្វើបាបប្រពន្ធខ្ញុំឬគាត់ខ្លាចគាត់ណាស់ធ្វើមិនទៅថ្ងៃនេះមិនបានលុយទេនឹងវីអញឲ្យសាច់របូតល្អណាស់ហាប្រញាប់ឯងជួយសង្គ្រោះប៉ូលីសចេញមកឯងចង់យកលុយពីគ្រួសារចៅត្រូវបម្រើខ្ញុំឲ្យល្អបើខ្ញុំស្គុំអាក្រក់ឬធាត់គ្រួសារចៅមិនឲ្យលុយទេឯងមិនបាន1 សេនទេកម្លាំងនេះឯងពេញចិត្តទេហឹមថៃសានម៉ាក់ក៏អត់ដល់ដែរខ្ញុំចង់ញ៉ាំផ្លែឈើបានឯងទៅចាក់តែឲ្យខ្ញុំអ្នកទាំងពីរកុំនៅទំនេរទៅទិញរបស់ឲ្យខ្ញុំផងអ្នកទុកលេខទូរស័ព្ទឲ្យគ្រួសារគាត់ហើយឬនៅច្បាស់ណាស់នឹងហើយទូរស័ព្ទទៅគាត់ឲ្យទូរស័ព្ទទៅចុះទូរស័ព្ទនៅណាទូរស័ព្ទទៅបងស្រីតូចរបស់អ្នកបងប្រុសឆ្លាតណាស់អញ្ចឹងទៅរៀបការទៅលីនសៀវយ៉ុងខោក្នុងរបស់អ្នកគ្មានអ្នកខ្វល់ទេប្រញាប់សងលុយវិញប្រញាប់អីមួយសន្ទុះទៀតគេមករកអ្នកហើយមកអូចាំមិនបានទេទ្រាំមិនបានទៀតហើយចាន់ស៊ីនទ្រាំមិនបានលឿនម្លេះទេល្អណាស់គេមានល្បិចមែងចង់ឲ្យគ្រូសាជើមកមិនពិបាកទេគ្រាន់តែធ្វើឲ្យគ្រប់គ្នាដឹងគ្រូសាជើនឹងយកលុយមកឲ្យមិនអីទេម៉ៅអូខ្ញុំដតហើយយកមកភ្លាមលីនស៊ីវលូយើងបង្កើនសំឡេងឬក៏យើងបើកផ្សាយផ្ទាល់ផងមិនដែរត្រូវហើយយើងផ្សាយផ្ទាល់ពីការចាប់ចម្រិតមើលបែបហ្នឹងនឹងហើយល្អហើយកុំនិយាយជាមួយមនុស្សសួស្តីអ្នកទាំងអស់គ្នានេះជាបន្ទប់ផ្សាយផ្ទាល់របស់យើងគាត់ជាចំណាប់ខ្មាំងរបស់យើងខ្ញុំជាអ្នកចាប់ចម្រិតវ៉យលក្ខខណ្ឌល្អម្លេះខ្ញុំក៏ចង់ធ្វើជាចំណាប់ខ្មាំងដែរចូលរួមជាមួយអ្នកយ៉ាងម៉េចអង្គុយរងចាំអ្នកចាប់ចម្រិតតាមអនឡាញប្រញាប់ណាស់អូនេះអីជាការបរិច្ចាគមានគេឲ្យអំណោយយើងហើយនិយាយបែបហ្នឹងយើងអាចត្រឡប់ទៅផ្ទះវិញបានអាចទៅផ្ទះវិញបានអ្នកទាំងពីរឈរធ្វើអីអ្នកទស្សនាដែលបរិច្ចាគគឺជាឪពុកម្ដាយចិញ្ចឹមរបស់យើងអ្នកត្រូវតបស្នងគេវិញចុះយើងគួរធ្វើអ្វីយើងគ្មានទេពកោសល្យតែយើងមានជំនាញអូខ្ញុំរំសម្ពុតស្មៅបានអញ្ចឹងរំមួយខ្ញុំច្រៀងបានអ្នកទាំងពីរខ្ញុំធ្វើផ្កាដៃបានមានអំណោយទៀតហើយប្រញាប់ចូលរួមជាមួយយើងគ្រួសារទាំងអស់គ្នាគ្រួសារបង្ហាញអស់ពីសមត្ថភាពទៅទើបតែដឹងថាឡានគេដាក់ស្លាកខ្លែងធ្វើម៉េចទៅលើកមុនគេរត់ចោលខ្ញុំរៀនពីបងក៏ដំឡើងឧបករណ៍ល្អឲ្យគេដែរចាំមើលតើគេនៅណារកឃើញហើយហ៊ានចាប់ស្រីរបស់អញនឹងបំផ្លាញក្រុមចាប់ចម្រិតឲ្យខ្ទេចអស់សួស្តីអរគុណអ្នកទាំងអស់គ្នា
សួស្តីអរគុណអ្នកទាំងអស់គ្នាផ្កាអ្វីទៅហើយឯងស្លៀកពាក់អីទ្រាំតិចតួចមិនបានទេប្រញាប់ទៅកន្លែងកណ្ដាលបងមិនដឹងទេថាខ្ញុំពិបាកប៉ុណ្ណាខ្ញុំភ្លេចហើយឯងមិនអីទេមនុស្សអាក្រក់ទាំងនេះគេធ្វើអីឯងទេឈឺត្រង់ណាទេតើមានរឿងអីកើតឡើងហាខ្ញុំកំពុងធ្វើបញ្ជីលេខ101ជួយអ្នករាល់គ្នាឲ្យកែខ្លួនអីគេតើអ្នកណាដូចរឿងភ្លេចចិត្តដែរផ្ទះគេមកដល់ហើយយកគេទៅវិញទ្រាំមិនបានទេបងកុំភ្លេចការងារសំខាន់អូការងារសំខាន់អ្នកស្រីជាអញមិនទាន់បង្រៀនយើងពីការដកលុយទេអាហាអញ្ចឹងខ្ញុំមិនបោកអ្នកទេដូចច្រើនមែនតើមានរឿងអីកើតឡើងលីនសៀវថាគេជំពាក់លុយគាត់មិនសងថ្ងៃនេះមករកខ្ញុំឲ្យសងលុយខ្ញុំក៏បង្រៀនគេពីរបៀបរកលុយដោយខ្លួនឯងចិញ្ចឹមខ្លួនឯងអ្នកណាថាលីនសៀវទេដែលជំពាក់លុយខ្ញុំគាត់ថាឯងអាចជួយសងទើបឲ្យយើងចាប់គាត់មកផ្ទះអាស្រូវនេះអញមិនទុកវីទេលីនសៀវទៀតចឹងរាប់ទាំងចាស់ទាំងថ្មីសងគ្នាតែម្ដងហើយគេមកហើយប្រាប់អង្គភាពពាក់ព័ន្ធនាងលីនប្រញាប់បែបនេះទៅណាមិនមែនដឹងថារឿងឃ្លីហើយរត់ទៅរកអ្នកទទួលភ្ញៀវទេអញស្គាល់ខ្ញុំហើយហឹមនាងស្រីអាក្រក់នេះហ៊ានជួគេចាប់ខ្ញុំលើកមុនខ្ញុំទុកឯងនៅហ៊ានប៉ះចាន់ស៊ីនទៀតលើកនេះគ្មានអ្នកណាជួយខ្ញុំទេចាក់ថ្នាំពោលដាក់ថ្នាំហើយជួគេចាប់ឯងចាំទទួលទោសតាមច្បាប់មិនមែនខ្ញុំទេឯងទេដែលបង្ខំខ្ញុំទាំងអស់នេះឯងរកដាក់ខ្លួនឯងអាចេងពេលនៅជាមួយឯងខ្ញុំមិនបានអ្វីសោះបើមិនមែនដោយសារចាញ់យាតខ្ញុំជាអ្នកស្រីជើពួកវាសំណាងល្អខ្ញុំគួរតែសងបំណុលឲ្យវាទោះគ្មានបងស្រីខ្ញុំក៏ដោយបងថ្លៃក៏មិននៅជាមួយនាងអាក្រក់នាងស្រីចិត្តចង្អៀតបែបនេះដែរបងឯងថាយើងអាចជាមិត្តល្អបានទេសូមឲ្យខ្ញុំឱកាសម្ដងទៀតខ្ញុំឲ្យឱកាសឯងហើយតែឯងមិនចេះប្រើស៊ីយ៉ាវពេលខ្ញុំស្រឡាញ់បងឯងមិនចង់ឲ្យខ្ញុំធ្វើបងថ្លៃឯងទេអីឯងញ៉ាំសិតពោច្រើនពេកហើយចេញទៅបដូរខ្ញុំចាញ់យៀតសុំទោសខ្ញុំវង្វេងស្មារតីឯងអាចឲ្យឱកាសខ្ញុំម្ដងទៀតបានទេឥឡូវខ្ញុំទៅក្រៅប្រទេសមិនត្រឡប់មកវិញទេពាក្យនេះទៅប្រាប់ប៉ូលីសវិញបើខ្ញុំមិនសប្បាយឯងទាំងអស់គ្នាក៏មិនសប្បាយដែរខ្ញុំដាក់បណ្ដាសាឯងដាក់បណ្ដាសាយើងឯងគិតថាឯងជាអ្នកណាបណ្ដាសាមានប្រយោជន៍អីអូយកូនសម្លាញ់មិនហើយកូនសម្លាញ់ឯងមិនមែនត្រូវស្រីឈួតនោះដាក់បណ្ដាសាមែនទេឈឺណាស់មិនអីទេឯងនិយាយមកខ្ញុំនៅសល់ពេលប៉ុន្មានខ្ញុំទ្រាំបានត្រឹមតែ10ខែទេខ្ញុំគ្មានសំបីតែ1ឆ្នាំហើយឯងនិយាយអីឯងមានផ្ទៃពោះអីខ្ញុំមានផ្ទៃពោះហើយឬអញ្ចឹងហើយយើងនាំអ្នកទៅមន្ទីរពេទ្យពិនិត្យទើបដឹងថាអ្នកមានផ្ទៃពោះហើយហេតុអីខ្ញុំមានផ្ទៃពោះមុនបងស្រីដូច្នេះបងស្រីមិនទាន់មានទេខ្ញុំមានមុនដូចម្តេចកើតបងស្រីមិនទាន់បង្រៀនខ្ញុំពីការចិញ្ចឹមកូនទេខ្ញុំអស់សង្ឃឹមហើយអូមានកូនជារឿងល្អទេ
ម្យ៉ាងទៀតយើងទាំងអស់គ្នានឹងនៅក្បែរអ្នកចាខ្ញុំហៀបនឹងខ្លាយជាឪពុកហើយកូនសម្លាញ់កុំបារម្ភពីនេះទៅខ្ញុំនឹងការពារកូនរបស់អ្នកឲ្យបានល្អអ្នកនៅចាំអីម៉ាក់សន្យាជាមួយអ្នកទេនឹងទទួលបានរង្វាន់ច្រើនពិតទេខ្ញុំបានរៀបចំផែនការមេដោះឲ្យអ្នកហើយនឹងឲ្យមេដោះ5នាក់រងចាំ24ម៉ោងហើយរាល់ការចំណាយពេលអ្នកមានផ្ទៃពោះសុទ្ធតែខ្ញុំចេញទាំងអស់អ្នកគ្រាន់តែសម្រាប់ឲ្យបានល្អកូនឲ្យពីនេះទៅអ្នកជាមនុស្សសំខាន់បំផុតក្នុងគ្រួសារជាកំពូលនៃខ្សែចំណីអាហារទៅដូច្នេះហាក់ដូចជាមិនអីទេបងស្រីខ្ញុំអាចធ្វើជាម្ដាយល្អបានទេខ្ញុំនៅមិនទាន់មានទំនុកចិត្តទេកុំប្រញាប់បងស្រីអ្នកនឹងមានគ្នាឆាប់ប្រពន្ធខ្ញុំក៏មានផ្ទៃពោះដែរពិតទេអូល្អណាស់យាយអើយកុំញ៉ៃញ៉ៃអីកុំអោបប្រពន្ធខ្ញុំចិត្តពេកអូអរគុណព្រះខ្ញុំនឹងមានចៅហើយយ៉ាងហោច2នាក់ក្នុងពេលតែមួយហាទៅរៀបចំថតរូបគ្រួសារទាំងមូលគ្រួសារត្រូវតែនៅជាមួយគ្នាឲ្យស្អាតមកម៉ាក់ត្រៀម3 21ញ៉ាំ